ការប៉ះទង្គិចគ្នារវាងមេថេនិងសូបញ្ចប់ដោយការបរាជ័យ$168 លានសម្រាប់ក្រុមហ៊ុន Sphewery Meta Platformers បានឈ្នះក្តីក្តាំងនៅក្នុងសំណុំរឿងប្រឆាំងនឹងក្រុមហ៊ុន Nso Group របស់អ៊ីស្រាអែលដោយទទួលបានសំណងចំនួន$168 លានសំណុំរឿងនេះបានចាប់ផ្ដើមតាំងពីឆ្នាំ2019នៅពេល WhatsApp ដែលជាកម្មសិទ្ធិរបស់ Meta បានប្តឹង Nso ពីបទបំពានច្បាប់ដោយការប្រើប្រាស់កម្មវិធីស៊ើបការ Pegasus ដើម្បីលួចចូលទូរស័ព្ទអ្នកប្រើប្រាស់កាលពីខែធ្នូឆ្នាំ2024តុលាការបានសម្រេចថាNso បានរំលោភច្បាប់ដោយការកេងចំណេញលើចន្លោះប្រហោងនៅក្នុង WhatsApp នៅថ្ងៃអង្គារគណៈវិនិច្ឆ័យនៅរដ្ឋកាលីហ្វាញ៉ាបានសម្រេចឲ្យNsoបង់សំណង$444,719សម្រាប់ការខូចខាតនិង$167.3 លានជាសំណងបន្ថែមMetaបាននិយាយថាសាលក្រមនេះជាជោគជ័យដំបូងក្នុងការប្រយុទ្ធប្រឆាំងនឹងកម្មវិធីស៊ើបការខុសច្បាប់ដែលគំរាមកំហែងដល់ឯកជនភាពនិងសន្តិសុខ System Meta Platformers បានឈ្នះក្តីក្តាំងប្រឆាំងនឹង Nso Group ដោយទទួលបានសំណង$168 លានបន្ទាប់ពីសំណុំរឿងដែលចាប់ផ្ដើមនៅឆ្នាំ2019 WhatsApp បានប្តឹងNsoពីបទប្រើប្រាស់ Pegasus Spyware ដើម្បីលួចចូលទូរស័ព្ទអ្នកប្រើប្រាស់ដោយខុសច្បាប់នៅខែធ្នូ2024តុលាការបានរកឃើញថាNsoបានកេងចំណេញលើចន្លោះប្រហោងនៅក្នុង WhatsApp គណៈវិនិច្ឆ័យនៅកាលីហ្វាញ៉ាបានសម្រេចឲ្យNsoបង់សំណង$444,719សម្រាប់ការខូចខាតនិង$167.3 លានជាសំណងបន្ថែមMetaចាត់ទុកសាលក្រមនេះជាជ័យជំនះដំបូងប្រឆាំងនឹង Spyware ខុសច្បាប់ខណៈNsoគ្រោងនឹងប្តឹងវត្ថុសូមអរគុណ